សូមជូនឬលាងភ្នំជំរុំចិត្តភាគទី6យល់មុខទុកមកដូចជាគេដាក់ធ្ងន់ឡាកាត់ស្រាំងសោះព្រះសរជាបន្ទាបកាយលាចាទ្វីបលោកដោយក្តីអាឡាបន្សល់ទុកនៅកាមរស្មីភ្លឺភ្លេកចាំងលើផ្ទៃទឹកប្រៀបដូចជាក្របចរណាជះពន្លឺព្រិចព្រិចគូឲ្យកយគុណដើមឈូកយល់យោគតាមកម្លាំងវិយុនៅខ្យល់លំហែធ្វើលយទៅក្នុងស្រះឈុកតបតែងយ៉ាងត្រកាម៉ាលីកាអង្គុយជាមួយនារីបម្រើម្នាក់ស្លៀកពាក់សមួយឈុតម៉ាលីកាសម្លឹងទៅផ្ទៃទឹកដែលទឹកមុខស្ងួតស្ងប់នាងពិតជាស្រស់សោភាដូចកេណរីសមនឹងការតបតែងការបន្ថែមគ្រឿងអលង្ការលម្អបែបនេះទីធ្វើឲ្យសម្រស់នាងក្រមុំកាន់តែល្អគ្មានផ្ទឹមប៉ុន្តែទឹកមុខស្រីបែរជាដិតជាប់នៅភាពសោកស្ដាយនាងនៅឃើញដល់ពេលដែលនាងនឹងខ្យល់ប្រឡាញ់គ្នាតាមដងព្រៃហើយទឹកប្រដេញគ្នាយ៉ាងសប្បាយហើយអ្វីក៏ពេលវេលានៃក្តីសោកភាពស្ងប់ស្ងាត់ដែលចូលចិត្តបែរជាឃ្លាតឆ្ងាយពីនាងលឿនយ៉ាងនេះនៅឆ្ងាយពីខ្យល់ត្រឹមមួយថ្ងៃប្រៀបដូចមួយឆ្នាំព្រោះមានតែខ្យល់ប៉ុណ្ណោះដែលស្រីទុកចិត្តបំផុតក្រសែភ្នែកមនុស្សប្រុសនៅទីនេះដែលសម្លឹងមកនេះគឺមិនគួរឲ្យចូលចិត្តតតែស្នោះថេរីឃើញម្ចាស់ស្រីមានទឹកមុខស្ងួតស្ងប់នាងដកដង្ហើមធំព្រោះតាំងពីម៉ាលីកាមកនៅទីនេះនាងមិនដែលឃើញម៉ាលីកាញញឹមឡើយតែនាងចូលចិត្តម៉ាលីកាដែលជានារីស្លូតបូតគួរឲ្យគោរពមួយយ៉ាងបើគ្មានម៉ាលីកាទេនាងនៅទីនេះប្រៀបដូចជានៅក្នុងចំណោមមនុស្សកំណាដែលរងចាំតែហក់សង្គ្រប់នាងជាចំណៃអញ្ចឹងថេរីត្រូវកចាប់មកឲ្យនៅចាំបម្រើអ្នកនៅទីនេះព្រោះនាងមានសម្រស់ស្រស់ស្អាតមិនអន់ឡើយដំបូងនាងខ្លាចណាស់មិនដឹងថាត្រូវជួបអ្វីខ្លះក្នុងជីវិតដែលទៅនឹងពេញវ័យដូចនេះតែសំណាងល្អបានម៉ាលីកាចូលមករស់នៅទីនេះម៉ាលីកាបានសំនាងជាអ្នកបម្រើផ្ទាល់ខ្លួនហើយមិនឲ្យនរណាមករញ៉េរញ៉ៃជាមួយថេរីឡើយបើមិនដូច្នេះទេម៉ាលីកាមិនព្រមរស់នៅទីនេះទេថេរីសម្លឹងមកម៉ាលីកានាងអបសក់មែនទេយើងចេញទៅលេងអាងហែកទឹកមកផ្ទះល្អជីមួយថ្ងៃនាងអង្គុយនៅទីនេះសម្លឹងតែស្រែឈោករហូតអញ្ចឹងមិនល្អទេម៉ាណាវីក្របីក្បាលតាច់បន្ធូរដង្ហើមធំខ្ញុំមិនចង់ចេញទៅខាងក្រៅឡើយព្រោះខ្ញុំមិនចូលចិត្តភាពអ៊ូអរលោកពុកមានភ្ញៀវចេញចូលរហូតម្នាក់សុទ្ធតែមិនគួរឲ្យຕົកចិត្តថេរីងក់ក្បាលទោះបីនាងរស់នៅទីនេះមិនយូរប៉ុន្មានតែនាងក៏ដឹងច្បាស់ថាឪពុករបស់ម៉ាលីកាមិនមែនរកស៊ីត្រឹមត្រូវឡើយបើមិនដូច្នេះមិនមែនមានកូនចៅក្រមបង្គាប់សុទ្ធតែជនពីលទេខ្ញុំក៏យល់ដូចនាងដែរតែយប់ស្អែកនាងមិនអាចគេចផុតបានទេព្រោះលោកម្ចាស់បានរៀបចំពិធីជប់លៀងឲ្យនាងស្រីល្អជ្រួញចិញ្ចើមទឹកមុខធុញថប់ព្រោះនាងក្រមុំមិនសូវចូលចិត្តរឿងពិធីជប់លៀងស្អីនោះទេខណៈនោះបរិមម្នាក់វ័យប្រហែលជា50ប្លាយមៀតមុំទឹកមុខមឹងម៉ាត់កែវភ្នែកពោពេញដោយភាពដាច់ស្រេចដំណើររហ័សរហួសខុសឆ្ងាយពីវ័យរបស់គាត់បរិសចម្លែកទាំង4ដើរតាមក្រោយគាត់នាងក្រមុំក្រឡេកឃើញឪពុកស្ទុះងើបដោយគោរពលោកដារងជាអ្នកគ្រប់គ្រងទឹកដីជនជាតិឯខេត្តស្ទឹងត្រែងអ្នកនៅទីនោះគ្រប់គ្នាខ្លាចញញើតគាត់ណាស់ព្រោះគាត់មិនត្រឹមតែមានកូនចៅពូកែទេសូម្បីតែគាត់ក៏ពូកែដែរទាំងស្និតប្រយុទ្ធនឹងប្រើថ្នាំពឹសចិត្តដាច់បើមិនពេញចិត្តណាស់គឺត្រូវតែសម្លាប់ដូច្នេះហើយទៅកូនចៅក្រមបង្គាប់ខ្លាចគាត់ទាំងអស់គាត់ជាអ្នកជួញដូរអភិនធំបំផុតសម្រាប់តំបន់ត្រីកោតមីអ្នករកស៊ីអភិនភីច្រើនសុទ្ធសឹងតែមានទំនាក់ទំនងជាមួយលោកដាវរងដើរគ្រប់ខែព្រោះទៅតាមរកកូនស្រីរបស់លោកទៅលោកឲ្យកូនចៅចំណិតទាំង4របស់លោកទៅចាប់ស្រីដែលមានអាយុដំណើរនឹងម៉ាលីកាហើយពិនិត្យមើលសញ្ញាសម្គាល់និងវត្ថុប្រចាំការតែនារីទាំងអស់ដែលចាប់មកសុទ្ធតែមិនមែនជាម៉ាលីកាទាំងអស់ម្យ៉ាងទៀតគាត់មិនចង់ឲ្យបែកការពីទីកន្លែងស្នាក់នៅនិងដឹងរឿងរ៉ាវរបស់លោកទៅត្រូវប្រាថ្នាបំបត្តិសតិដល់ពួកនេះបើអ្នកមានសុខភាពល្អត្រឹមតែភ្លេចរឿងដែលកើតឡើងតែសម្រាប់អ្នកមានសុខភាពខ្សោយ
នឹងត្រូវឈ្គូតដោយអធិពលថ្នាំនោះគាត់បានជួបម៉ាលីកាដោយចៃដន្យពេលនាងទៅផ្សារគាត់ឃើញក្លិចគុជដែលជាវត្ថុប្រចាំការនាងក្រមុំវាជារបស់ដែលលោកធ្វើឲ្យកូនស្រីពេលចាប់កំណើតហើយមានតែមួយគុជគ្មានពីរទេលោកចាំច្បាស់ណាស់នៅមានកន្លះអាវរូបខ្លុយដែលធ្វើពីនេះនិងដាំពេជ្រមានតម្លៃទៀតផងសញ្ញាសម្គាល់ទាំងនេះជនចម្លែកទាំង4ក៏ស្គាល់ច្បាស់ដែរព្រោះគេនៅបម្រើលោកដាវរងតាំងពីម៉ាលីកានៅក្នុងផ្ទៃម្លេះតែកន្លះអាវម៉ាលីកាបានប្រគល់ឲ្យខ្យល់ខ្ទាស់តាមខ្លួនរហូតទៅថ្ងៃនោះពួកជនទាំង4មិនហ៊ានធ្វើអ្វីខ្ចោលពេលលោកដាវរងជួបម៉ាលីកាគឺពេលដែលពួកជនទាំង4ទៅចាប់សុននីដំបូងម៉ាលីកាមិនចង់ជឿថារឿងចៃដន្យបែបនោះឡើយនាងគ្មានបំណងនឹងតាមរកឪពុកឬសាច់ញាតិអ្វីទេទោះបីជានាងដឹងថាឪពុកនាងជាអ្នកណាព្រោះមិនស្លាប់យាយរបស់នាងបានប្រាប់នាងគ្រប់រឿងទាំងអស់ម្ដាយនាងបានយកនាងមកប្រគល់ឲ្យគាត់ថែរក្សាហើយក៏បាត់បង់ជីវិតដោយសារក្រំចិត្តព្រោះឪពុកនាងមិនព្រមធ្វើតាមនៅអ្វីដែលគាត់សុំទើបម្ដាយនាងដាច់ចិត្តរត់មកដល់នៅសរសៃខ្ចីម្ដាយនាងស្រឡាញ់ឪពុកនាងណាស់គាត់យកវត្ថុប្រចាំកាយទាំងពីរទុកជាប់ខ្លួនកូនស្រីរហូតដើម្បីមើលជំនួសក្តីនឹកក្រលឹកតែម្ដាយម៉ាលីកាចិត្តរឹងទើបសុកចិត្តឃ្លាតឆ្ងាយទាំងក្តីឈឺចាស់ហើយសុំឲ្យលោកយាយលាក់បាំងប្រវត្តិម៉ាលីកាទុករហូតដល់ពេលវេលាដែលនាងអាចដឹងឮរឿងទាំងនោះបានម៉ាលីកាក៏ចង់ឲ្យខ្យល់មកនៅទីនេះដែរតែនាងដឹងថាឪពុកនាងរកស៊ីមិនសុចរិតនៅជុំវិញខ្លួនមានតែមនុស្សអាក្រក់ម៉ាលីកាមិនចង់ឲ្យខ្យល់រស់នៅក្នុងចង្កោមអំពើបែបនេះទេទើបនាងសម្រេចចិត្តមកតែម្នាក់ឯងហើយសូមឲ្យជនចម្លែកទាំង4ផ្ញើសម្បត្តិឲ្យខ្យល់នាងដឹងថាខ្យល់ប្រកាសជាបារម្ភពីនេះមិនអ្វីឧទានតាច់លោកពុកអញ្ចឹងអង្គុយលោកដាវរងទីដៃកូនស្រីឲ្យអង្គុយក្បែរលោកទឹកមុខញញឹមពុកសប្បាយចិត្តណាស់ដែលបានជួបកូនវិញពុកស្មានថាមួយជីវិតនេះគ្មានថ្ងៃរកកូនឃើញទេម្ដាយកូនចិត្តណាស់ណាស់បងរត់កូនមិនឲ្យជួបមុខឪពុកម៉ាណាវីសម្លឹងមុខឪពុកទាំងស្ងួតស្ងប់ថេរីងើបគោរពលោកដាវរងរួចដើរចេញទៅរៀបចំទឹកទុកឲ្យម៉ាលីកាងូព្រោះគាត់មិនចង់ឃើញពុកធ្វើខុសពុកឈប់រកស៊ីបែបនេះបានទេយើងត្រឡប់ទៅស្រុកកំណើតវិញរស់នៅក្នុងជីវភាពដែលស្ងប់សុខកូនមិនចង់មានប្រេះរស់នៅដែលសុខស្រួលដោយរកស៊ីខុសច្បាប់នោះទេការដែលណាម៉ៃយកកូនមកផ្ញើនឹងកូនព្រោះខូចចិត្តដែលលោកពុកមិនព្រមស្ដាប់កូនណាម៉ៃមិនចង់ឲ្យពុកមានបេះលោកដាវរងក្តាប់ណៃយ៉ាងណែនទឹកមកជូតចត់ពេលរំលឹកភរិយាជាទីស្រឡាញ់ពីមុនគាត់នៅក្មេងចរិតក៏ឆេវឆាវថែមទាំងជាព្រានារីទៀតផងសម្រស់ស្រីជាសេចក្តីត្រូវការរបស់គាត់ទោះបីក្នុងបេះដូងគាត់មានតែម្ដាយម៉ាលីកាតែក៏មិនអាចគ្មានស្រីលេងសើចបានជាពិសេសរឿងមុខរបរខុសច្បាប់របស់គាត់គឺមិនអាចបញ្ឈប់បានឡើយម្ដាយម៉ាលីកាអង្វរគាត់ម្ដងហើយម្ដងទៀតចំពោះរឿងស្រីវិញម្ដាយម៉ាលីកាខំអត់ធ្មត់ខំមាត់សង្កត់ចិត្តទីបំផុតសេចក្តីអំណត់ដែលមានព្រំដែនធ្វើឲ្យគាត់សម្រេចចិត្តចាកចេញពីក្តីឈឺចាប់ទាំងនោះលោកដើររងបន្ធូរដង្ហើមធំឯងដូចម្ដាយណាចូលចិត្តស្មអ្វីដែលពុកមិនអាចធ្វើបានពុកនឹងឲ្យឯងបានគ្រប់យ៉ាងប៉ុន្តែរឿងឈប់រកស៊ីមុខរបរនេះពុកមិនអាចបញ្ឈប់បានឡើយកូនដឹងទេការដែលយើងអាចរស់នៅសុខស្រួលបែបនេះដោយសារតែយើងមានអំណាចក្នុងដៃតែបើគេដឹងថាយើងលះបង់អំណាចដែលខំកសាងមកបែរជាមនុស្សធម្មតាម្នាក់វិញកូនស្មានថាអាចរស់នៅដោយស្ងប់សុខឬយើងមិនដឹងថានរណាជាមិត្តនរណាជាសត្រូវឡើយម៉ាលីកាចាប់ដៃឪពុកជាប់មុខស្រពោកូនជឿថាគ្រប់រឿងរ៉ាវទាំងឡាយមិនមែនសុទ្ធតែអាក្រក់ដូចយើងគិតទេជួនកាលបើពុកឈប់ពួកយើងអាចរស់នៅដោយសុខសាន្តមានតែពុកនិងកូនមិនចាំបាច់កេងភ័យខ្លាចថាច្បាប់តាមកាត់ទោសយើងទៀតណាពុកដែលរងឆ្លីក្បាលកូនថ្នមដោយក្តីស្រឡាញ់តែលោកពិតជាមិនអាចធ្វើតាមពីអង្វររបស់កូនឡើយកុំនិយាយរឿងនេះទេពុកមកប្រាប់ថាថ្ងៃស្អែកជាថ្ងៃជប់លៀងស្វាគមន៍កូនស្រីដ៏ស្រស់ស្អាតរបស់ពុកហើយមានបរិះម្នាក់ដែលពុកចង់ណែនាំឲ្យកូនស្គាល់គេជាកូនអ្នករកស៊ីជាមួយពុកដូច្នេះពុកចង់ឲ្យកូនរៀបការនឹងគេដើម្បីផ្សារភ្ជាប់ចំណងសាច់ឈាមជាមួយគេ
ស្រួលនឹងការរកស៊ីមិនអ្វីបោកផ្នែកធំទាំងភ្នាក់ផ្អើលរៀបការតែកូនមិនតាន់គិតដល់រឿងនេះទេកូនមិនចាំបាច់គិតច្រើនឡើយធ្វើតាមសម្ដីពុកទៅបានហើយបើមិនដូច្នេះអាក្មេងកំឡោះនោះពុកក៏មិនຕົកវាដែរពុកដឹងថាឯងបារម្ភពីវាខ្លាំងណាស់បើមិនអញ្ចឹងមិនមែនឲ្យអាអន្ត្រីផ្ញើសម្បត្តិឲ្យវាទេលោកដាវរងងើបដើរចេញលឿនវើទុកឲ្យម៉ាលីកាឈរត្រឹងម្នាក់ឯងមកនៅទីនេះមិនបានប៉ុន្មានផងនាងត្រូវបង្ខំឲ្យរៀបការជាមួយមនុស្សប្រុសដែលមិនធ្លាប់ស្គាល់ព្រោះតែផលប្រយោជន៍របស់ឪពុកទៅវិញតើគាត់ស្រឡាញ់នាងដូចជាពេលគាត់និយាយឬអត់ដោយសារតែគាត់ជាមនុស្សយកតែចិត្តខ្លួនឯងបែបនេះហើយទើបម្ដាយនាងនាំកិច្ចទៅស្រស់ស្រីស្ដាយក្រោយនេះដែលបានមកជួបគាត់នាងចង់ត្រឡប់ទៅរកខ្យល់វិញតែមិនអាចធ្វើបានបើនាងធ្វើបែបនោះខ្យល់នឹងមានគ្រោះថ្នាក់ព្រោះឪពុកនេះចាប់ចំណុចខ្សោយរបស់នាងបែស្រីល្អខំមកទាំងក្នុងចិត្តឈឺចាប់ពន់ពីទុកមកដូចជាគេដាក់ធ្ងន់ឡើងអត់ស្រាំងសោះឡើយ មេឃងងឹតសូនឈឹងឡានសដេចទំនើបពណ៌ខ្មៅកំពុងបើកលឿនស្លេស្រាប់តែត្រូវជន់ហ្វ្រាំងឈប់ស្ទើរមិនទាន់ព្រោះនៅលើផ្លូវមានកំណាត់ឈើពីរលោកសត្វជាចុះទៅលើឡានទាំងមុខស្មានរណាចូលឈើមកដាក់កណ្ដាលផ្លូវបែបនេះថ្ងៃនេះលោកសត្វជាមានការប្រញាប់ទៅមិនបាននាំកូនចៅមកជាមូម្ចាស់ពួកគេត្រូវជញ្ជូនតំណែងទៅផ្ទះលោកដាវរងខណៈនោះបរិប3នាក់ពាក់មុខជិតស្ទុះចេញពីកន្លែងពួនប៉ាត់លោកសត្វជាជុំសត្វជាប្រែទឹកមកផាត់ភ័យព្រោះពេលនេះគាត់គ្មានកូនចៅនៅចាំការពេលឡាពួកឯងចង់បានស្អីយើងមិនចង់បានអីទេតែចង់បានជីវិតឯងនិយាយចាប់ស្តឹងមិនទាន់ពួកវាដកកំបិតចាក់តម្រង់លោកសច្ចាភ្លីស្រាប់តែខ្យល់ស្ទុះមកពេញពីមុខលោកសច្ចាតួនធ្វើឲ្យកំបិតជ្រុលទៅប្រឆិតនឹងស្មាគេហូរឈាមសស្រះនរៈសង្ហាមិនខ្វល់នឹងរបួសឡាគេបង្វិលខ្លួនទាញលោកសច្ចាឲ្យឈរពីក្រៅរួចទាត់បកសងទៅពួកគេវិញចាំងរហ័សមើលមិនទាន់អ្នកកំឡុកលួចញាក់ភ្នែកជាសញ្ញាឲ្យបរោះទាំង3នេះពួកគេទាំង3ដួលច្រងាប់ច្រងល់ស្ទុះងើបរត់យ៉ាងលឿនការពិតនេះជាផែនការដែលលោកសូថេតរៀបចំដើម្បីឲ្យខ្យល់បានចូលទៅធ្វើការក្បែរលោកសត្យាលោកសូថេតតាមដានលោកសត្យាតម្រាំមានឱកាសល្អបែបនេះជាមួយមនុស្សអាក្រក់តតែប្រើល្បិចខ្លះបើសិនធ្វើតាមច្បាប់ត្រឹមត្រូវគ្មានថ្ងៃចាប់ពួកវាបានឡើយលោកសូថេតស្ដាយណាស់ដែលមិនអាចជួយមើលបានទាន់ពីព្រោះពេលដែលឪពុកមេសាស្លាប់គាត់មិនសង្ស័យអ្វីទេលោកដល់ពេលលោកសិតស្លាប់ទៅលោកដឹងថាមានរឿងមិនស្រួលមុនពេលលោកសិតស្លាប់គាត់បានមកជួបលោកជាលើកចុងក្រោយហាក់ដូចជាបានដឹងខ្លួនថារូបគាត់មិនអាចគេចផុតដោយសារមានបំណុលកម្មត្រូវតបស្នងវិញតែលោកសិតសុំឲ្យលោកសុថេតជួយការពារកូនប្រុសរបស់លោកផងពេលនោះលោកក៏ឆ្ងល់ដែរមិនដឹងថាលោកសិតមានរឿងអ្វីលុះរំលងបានមួយថ្ងៃក៏បានដំណឹងថាលោកសិតស្លាប់ចំណែកគាត់ក៏ត្រូវចូលនិវត្តន៍មិនអាចជួយស្រាវជ្រាវពីមូលហេតុស្លាប់របស់មិត្តបានលោកសត្យាស្ទុះមកមើលខ្យល់អ្នកកំឡោះចាំបាច់ហាខ្ញុំអរគុណដែលបានជួយខ្ញុំខ្យល់ក្រវីក្បាលតាច់មុខមួមិនអីទេគ្រាន់តែរបួសសើស្បែកប៉ុណ្ណោះលោកសត្យាមើលមុខខ្យល់បន្តិចព្រោះគាត់ចូលចិត្តអ្នកមានស្នាដៃពូកែដូចខ្យល់អញ្ចឹងដើម្បីការពារគាត់រកស៊ីទៅចរិតដូចជាគាត់មិនត្រូវប្រហែសឡើយសំណាងណាស់ដែលថ្ងៃនេះមានខ្យល់ជូរបើមិនដូច្នេះទេគាត់ប្រហែលជាមិនរួចខ្លួនឡើយលោកសត្យាមិនបានសង្ស័យថាជាផែនការលោកសុថេតទេព្រោះគេមានសត្រូវច្រើនដូច្នេះហើយទើបយល់ថាជាសត្រូវខាងការរកស៊ីគាត់នាំខ្យល់ទៅផ្ទះរបស់គាត់លៀងរបួសសួរនាំពីប្រវត្តិរបស់ខ្យល់ពេលដឹងថាគ្មានផ្ទះរស់នៅអនាថាក៏ឲ្យខ្យល់ធ្វើជាអ្នកការពាររបស់គាត់ព្រោះខ្យល់យកជីវិតទៅរងកំបាច់ជំនួសគាត់ទើបគាត់មិនសង្ស័យច្រើនពេលនេះភារកិច្ចទី1របស់ខ្យល់បានសម្រេចចែងជោគជ័យគេចូលមកគៀកខ្លាកំណាយចែងស្រួលជាតិនេះស្គាល់ម្ដងឆ្លងមិនផុតឡើយ នៅផ្ទះលោកស្រីចរណៃវិញឧត្តម
អង្គុយជាមួយលោកស្រីចរណៃទឹកមុខស្មើធីចំណែកលោកស្រីចរណៃអង្គុយមិនសុខដើរចូលដើរឡើងទាំងតប់ប្រមាណ2 ថ្ងៃហើយឧត្តមហេតុអ្វីក៏គ្មានដំណឹងពីមេសាសោះអញ្ចឹងតើប៉ូលីសគេធ្វើការយ៉ាងម៉េចនឹងឧត្តមជ្រួញចិញ្ចាខ្ញុំយល់ថាប្រហែលជាមាននរណាមិនចង់ឲ្យមេសារៀបការជាមួយគិរីមិនខានតើគេបានផលប្រយោជន៍អ្វីទើបមិនចង់ឲ្យមេសារៀបការមិញមិនយល់សោះគឺគេចង់ឲ្យមុខរបររបស់គ្រួសារខ្ញុំដូររលុបប្រហែលជាពួករកស៊ីដូចគ្នានឹងហើយលោកស្រីចរណៃងក់ក្បាលវាអាចដូចជាឧត្តមនិយាយថ្ងៃរៀបការកាន់តែជិតដល់មេសាបន្តត្រឡប់មកវិញមិនដឹងថានាងគ្រោះថ្នាក់ស្លាប់ឬរស់ខណៈនោះសម្បត្តិនិងកេរីចាដើរចូលមកដល់លំមពួកគេស្លៀកពាក់អាវអ្នកស្រុកដែលចូលទៅជួបគេក្នុងព្រៃសម្បត្តិមានរបួសទើបត្រូវសម្រាប់ព្យាបាលសិនឧត្តមបើកភ្នែកធំទាំងភ្ញាក់ផ្អើលស្ទុះមកជួយគ្រាសម្បត្តិលោកស្រីចរណៃរត់មករកកូនស្រីដោយសម័យចិត្តកូនសាម៉ាក់បារម្ភពីកូនណាស់ដឹងទេកេរីចាញញឹមទាំងទឹកមុខស្ងួតស្ងប់ខ្ញុំមិនអីទេម៉ែតែបងសម្បត្តិត្រូវរបួសឧត្តមមើលមុខសម្បត្តិបន្តិចទៅស៊ូមេរឿងអ្វីកើតឡើងទៅខ្លាចទៅជាបែបនេះសម្បត្តិក្រវីក្បែរខ្ញុំមិនដឹងទេតែមានជនពីលតាមបាញ់ពួកយើងទាំងពីរហើយក៏ຕົកសបុតគំរីមិនឲ្យពួកយើងត្រឡប់មកផ្ទះវិញដាច់ខាតបើមិនចង់ស្លាប់លោកស្រីចរណៃបើកភ្នែកក្រឡងមើលមុខឧត្តមពិតជាដោយឧត្តមនិយាយមីថាមេតនេះដែលមិនចង់ឲ្យមេសារៀបការឧត្តមក្តាប់ដៃយ៉ាងណាទឹកមុខមុតមួសម្លឹងសម្បត្តិនឹងកេរីចាគេប្រហែលជាខាងដែលមានមនុស្សចង់បំផ្លាញផែនការគេដោយសារតែលោកសត្យាចង់ឲ្យមេសារៀបការដើម្បីបានបើកលុយនៅធនាគារមកប្រែប្រាស់សំណាងល្អដែលមេសាមិនកើតអីបើមិនដូច្នេះទេពិធីមង្គលការរបស់គិរីនិងមេសាប្រកាសជាត្រូវពន្យាពេលតទៅទីឧត្តមលេលោកស្រីចរណៃទៅវិញទាំងទឹកមុខមួមកចំណែកសម្បត្តិក៏ត្រូវទៅសម្រាប់ព្យាបាលរបួសដែរពេលចេញទៅអ្នកកំឡោះដៀងភ្នែកមើលទៅកេរីចាដោយពន្លឺភ្នែកពោពេញដោយមនោសញ្ចេតនាអ្នកសង្ឃឹមថាមេសាពិតប្រាកដនឹងត្រឡប់មកវិញពេលនោះកេរីចាមិនចាំបាច់ត្រូវរៀបការតទៅទៀតឡើយមិនដឹងថាហេតុអ្វីពេលនេះសម្បត្តិបែរជាមិនចង់ឲ្យកេរីចារៀបការទៅវិញអ្នកធ្លាប់ខកចិត្តចំពោះក្តីស្រឡាញ់ចំពោះមេសាតែពេលនេះមាននារីថ្មីមកជំនួសមេសាហើយអ្នកមិនចង់ឲ្យបាត់បង់កេរីចាទៀតឡើយកេរីចាហាក់យល់ពីអារម្មណ៍របស់សម្បត្តិតែនាងគិតថាការដែលគេមានអារម្មណ៍ល្អៗចំពោះនេះព្រោះតែនាងមានមុខដូចមេសានាងមិនចង់ធ្វើជាមនុស្សជំនួសនរណាឡើយជាពិសេសជំនួសរឿងបេះដូងឆោមល្អងាកមកចេញទៅក្រៀមក្រំនាងនិងសម្បត្តិបានរួមសុខទុក្ខជាមួយគ្នាឆ្លងកាត់រឿងគ្រោះថ្នាក់ធ្វើឲ្យចិត្តនាងក្រមុំហាក់ចោះចាញ់នៅអំពើល្អរបស់សម្បត្តិដោយមិនបានត្រៀមទុកស្រីល្អស្ទំម្ដាយទៅសម្រាប់ទាំងល្វើលោកស្រីចរណៃបានធូរទ្រង់ច្រាពេលឃើញមេសាត្រឡប់មកវិញ